នេះគឺជាសកម្មភាពដែលខ្ញុំដាក់អំដបធូម៉ាតេចូលទៅកាន់ក្នុងប្រអប់ហើយក៏អរគុណបងនៅខាងត្បូងឃ្មុំសម្រាប់ការកម្មង់ផងដែរអញ្ចឹងចំពោះរបៀបដាក់គឺងាយស្រួលទេអ្នកទាំងអស់គ្នាគ្រាន់តែម៉ូខ្ចៅប្រអប់នឹងឲ្យហើយទៅបន្ទាប់មកយកអំដបធូម៉ាតេក៏ដោយពីតេក៏ដោយយកមកដាក់ឲ្យត្រូវស្លត់ជើងវាទៅគឺបានហើយបន្ទាប់មកគ្រាន់តែដាក់ឆ្នុកដាក់ខ្ចៅអីវិញទៅគឺរួចជាស្រេចហើយចំពោះជំហានបន្ទាប់គឺត្រូវបង្កើតត្រាយ partition របស់វាដោយសារនេះគឺជាអំដបធូថ្មីអញ្ចឹងវាអត់ទាន់ស្គាល់ត្រាយទេអញ្ចឹងយើងចូលទៅកាន់កុំព្យូទ័របង្កើតត្រាយមកគឺវាស្គាល់ហើយនេះគឺជារបៀបបង្កើតត្រាយ partition របស់ hard disk មិនថា hard disk SSD ឬក៏ M2 គឺយើងចូលបង្កើតតាមនឹងដូចគ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចឆាតមកបានតាម Facebook page ហាង One Gear Computer ឬលេខ Telegram លេខ07 399 678អ្នកទាំងអស់គ្នាអាចឆាតសួរតម្លៃនឹងព័ត៌មានសិនបានណាហើយហាងរបស់ខ្ញុំនៅម្ដុំកម្មកោ City បើអ្នកទាំងអស់គ្នាចង់អញ្ជើញមកហាងក៏បានដែរដូច្នេះមិនថាអ្នកទាំងអស់គ្នាត្រូវការ PC accessory បៀ computer ឬក៏ឈូ Windows ទេអាចតាក់ទងមកខ្ញុំបានណាឆាតសួរតម្លៃនឹងព័ត៌មានសិនក៏បានដែរអ្នកលក់អត់ប្រកាន់នេះអាចឆាតសួរបានអរគុណ